តើអញ្ចឹងទី1អ្វីដែលយើងចូលរួមក្នុងសង្គមហ្នឹងគឺរកការងារឲ្យពួកគាត់ហើយមិនត្រឹមតែយកទៅបោះតំណែងបន្តិចតំណងបន្តិចទេរកការងារឲ្យពួកគាត់ធ្វើនៅកន្លែងមួយដែលសមរម្យហើយឃើញថាគាត់អាចអភិវឌ្ឍខ្លួនគាត់នៅកន្លែងហ្នឹងយូរអង្វែងហើយគាត់អាចឈានទៅមកកម្រិតទៀតពេលដែលគាត់ចាប់ពីកន្លែងមួយទៅកន្លែងមួយតំណែងគាត់វិវត្តទៅមុខចា៎ប្រសើរឡើងអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តមែនទែនហើយចំណូលជារឿងមួយក៏ប៉ុន្តែយើងបងយើងពេលឃើញអញ្ចឹងទៅមានអារម្មណ៍ថាអូយមានអារម្មណ៍ថាការងារយើងមកចំណែកតូចតែមានអារម្មណ៍ថាវាសំខាន់ចាយើងបងសំខាន់ដូចខ្ញុំដែរខ្ញុំធ្វើអីក៏ដោយទៅតាមគោលដៅរបស់យើងអារឿងលុយហ្នឹងសំខាន់មួយណាប៉ុន្តែអាមួយទៀតទៅរបស់យើងហើយនៅពេលដែលយើងឃើញគេល្អនិយាយពីថាអាយើងបានធ្វើហើយបងអូយចេញមកអស់ហើយយើងមិនមែនសម្រាប់តែខ្លួនយើងទេប៉ុន្តែសម្រាប់សង្គមរបស់យើងព្រោះការជំនាន់មុនពិបាកមែនណាបងឲ្យបុគ្គលិកទិញចូលទៅទូរខោនហ្នឹងបើយើងនិយាយភាសាសាមញ្ញចាតិចបងចាសូមស្វាគមន៍មកកាន់វគ្គទី2នៅក្នុងកម្មវិធីវេទិកាធុរកិច្ចនាសប្តាហ៍នេះចាដែលនៅក្នុងសប្តាហ៍នេះគឺមានវត្តមានរបស់លោកស្រីសុយសុខាចាដែលលោកស្រីគឺជាសហអគ្គនាយិកាចានៅក្នុងក្រុមហ៊ុន HR in Cambodia ចាហើយទទួលបន្ទុកនៅក្នុងការជ្រើសរើសបុគ្គលិកតែម្ដងចាអញ្ចឹងយើងជួបជាមួយនឹងលោកស្រីសុខាបន្តទៀតហើយយើងនឹងលំអិតថាតើនៅក្នុងវគ្គនេះមានព័ត៌មានពិសេសអ្វីខ្លះដែលទស្សនិកជននឹងទន្ទឹងរង់ចាំចាបងសុខាជួបគ្នាម្ដងទៀតហើយបងចាអញ្ចឹងនៅក្នុងវគ្គនេះយើងនឹងច្រាំលំអិតបន្តិចពីព្រោះថាយើងស្គាល់ហើយពីប្រវត្តិ HR in គឺថាសាវតាហ្នឹងគឺពីយូរលុកណាស់មកហើយចាហើយក៏បានរៀបចំនៅសេវាកម្មច្រើននៅក្នុងនឹងប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងឬក៏ទស្សនិកជនដែលកំពុងតាមដានទស្សនាគាត់ចង់ដឹងថាតើត្រូវធានាបែបណាចាមានន័យថាម្នាក់ណាដើម្បីផ្គប់ចិត្តអតិថិជនឬក៏ចាប់យកបេះដូងរបស់អតិថិជនមួយអញ្ចឹងបងថាតើយើងមានអីដែលក្នុងការធានាឬក៏ចាប់យកគេហៅថាចាហ្នឹងហើយគឺចាប់យកទំនុកចិត្តឬក៏បេះដូងពួកគាត់ចាសូមអរគុណសំណួរនេះសំខាន់មែនតើហ្នឹងហើយពួកអីកន្លងមកអតិថិជនពេលខ្លះមុននឹងមកប្រើយើងក៏គាត់សួរគ្នាគាត់ដែលធ្លាប់ប្រើយើងអីចឹងណាហ្នឹងហើយសម្រាប់យើងគឺកត្តាសំខាន់ដែលចាប់យកទំនុកចិត្តហើយនឹងបេះដូងរបស់អតិថិជនយើងហ្នឹងគឺទី1កត្តាបុគ្គលិករបស់យើងហើយនឹងប្រព័ន្ធបច្ចេកវិទ្យារបស់យើងហ្នឹងដូចថាជាដូចថាបេះដូងក៏ដូចជាឆ្អឹងខ្នងរបស់យើងអញ្ចឹងណាសម្រាប់មកប្រៀបធៀបមកមនុស្សណាហើយចំណែកគណៈគ្រប់គ្រងរបស់យើងហ្នឹងគឺដូចជាខួរក្បាលដែលរៀបចំជាប្រព័ន្ធរចនាសម្ព័ន្ធគ្រប់គ្រងការងារដែលធ្វើម៉េចធានាឲ្យសេវាអតិថិជនដែលផ្ដល់ចេញទៅឲ្យអតិថិជនហ្នឹងគឺប្រកបដោយគុណតម្លៃរួមរបស់ក្រុមហ៊ុនដែលខ្ញុំលើកឡើងខាងលើមុនហ្នឹងចាហើយជាពិសេសមួយទៀតគឺប្រព័ន្ធបច្ចេកវិទ្យាដែលខ្ញុំជំរាបហ្នឹងគឺយើងមានលក្ខណៈជាវិស្វកម្មខាងក្នុងបានន័យថាយើងមានក្រុមការងារជំនាញខាងបច្ចេកវិទ្យាហ្នឹងរបស់យើងតែម្ដងអញ្ចឹងតើតើនឹងតម្រូវការសេវាពីខាងអតិថិជនមិនថាក្នុងស្រុកមិនថាក្រៅស្រុកមានតម្រូវការកលុកកលាក់ពិបាកឬក៏ស្មុគស្មាញយ៉ាងណាគឺយើងអាចឆ្លើយតបបានទាំងអស់អញ្ចឹងខ្ញុំអាចនិយាយមួយម៉ាត់ថាសេវារបស់យើងគឺមានលក្ខណៈគ្រប់ជ្រុងជ្រោយចាគ្រប់ជ្រុងជ្រោយទាំងផ្នែកបច្ចេកវិទ្យាទាំងផ្នែកហិរញ្ញវត្ថុទាំងផ្នែកសេវាកម្មទាំងផ្នែកធនធានមនុស្សដែលយើងមានជំនាញក្នុងការផ្ដល់ជូនគាត់អញ្ចឹងហើយចង់និយាយថាកត្តាទាំងអស់នេះគឺសំខាន់មែនទែនក្នុងការតាក់ទាញចំណាប់អារម្មណ៍ហើយភាគច្រើនខ្ញុំអាចនិយាយបានថាអ្នកដែលមកប្រើសេវាកម្មយើងគឺគាត់ទុកចិត្តហើយគាត់បានទទួលពាក្យណែនាំឬក៏មតិយោបល់ត្រឡប់ពីអ្នកផ្សេងដែលគាត់ស្គាល់ណាថាអាចទុកចិត្តបានប្រើបានអញ្ចឹងហ្នឹងហើយអញ្ចឹងក៏សូមអរគុណផងដែរហ្នឹងហើយសម្រាប់អតិថិជនកន្លងមកដែលតែងតែបន្តការគ្រប់គ្រងហើយនឹងតែងតែណែនាំទៅកាន់អ្នកដែលគាត់ស្គាល់ថែមទៀតឲ្យមកជួយគ្រប់គ្រងប្រើសេវារបស់យើងហ្នឹងហើយចាកន្លែងនេះសំខាន់ណាស់បងព្រោះអ្នកខ្លះគាត់ចាយទៅលើ marketing មួយចំនួនហើយប៉ុន្តែមួយចំនួនទៀតគឺចាយទៅលើអតិថិជនរបស់យើងហ្មងមានន័យថាយើងមិនបាច់ចាយទៅលើគាត់ទេគឺចាយទឹកចិត្តចាហើយនឹងការធានាបានលើភាពគាប់ចិត្តកាលណាភាសាសាមញ្ញខ្ញុំធ្លាប់ទៅលើណាបងសុខាគេនិយាយថាប្រើល្អប្រាប់បន្តគ្នាចាអញ្ចឹងបើសិនជាប្រើសេវាកម្មយើងល្អគាត់ខ្សឹបលឺជាងយើងប្រកាសទៀតចាអញ្ចឹងគាត់ប្រាប់ពីមាត់មួយទៅមាត់មួយមាត់មួយទៅមាត់មួយគឺ HR in គឺជាទីគាប់ចិត្តហ្មងមានន័យថា
ចូលទៅដល់ហ្នឹងគ្រប់ជ្រុងជ្រោយដូចបងមានប្រសាសន៍អញ្ចឹងអញ្ចឹងទៅដល់រើសបុគ្គលិកក៏មានជួលបុគ្គលិកក៏មានក្នុងការគ្រប់គ្រងបុគ្គលិកក៏មានហើយមួយទៀតគឺប្រកាសពន្ធអីក៏មានចាអ្វីដែលពិសេសមួយទៀតហ្នឹងខ្ញុំចាប់បានបាញ់គឺប្រព័ន្ធចាដែលយើងមានវិស្វកររបស់យើងគឺជាអ្នកដែលនៅក្នុងប្រទេសរបស់យើងគាត់ទៅសេកូដឬក៏ទៅសេអីផ្សេងយើងគ្រប់គ្រងបានទាំងអស់ចាអញ្ចឹងគឺ all in one អ្វីគ្រប់យ៉ាងគឺមាននៅ HR in Cambodia ចាមោទនភាពមែនតើនៅក្នុងនេះណាចាអរគុណបងដូចគ្នាឥឡូវយើងបន្តទៀតទៅដល់អតិថិជនគោលដៅព្រោះថាបើធម្មតាសេវាកម្មល្អចាអ្នកណាដែលគាត់ក៏ចង់រកដែរប៉ុន្តែគាត់តែចង់សួរបងថាតើសេវាកម្មឬក៏សេវាកម្មទាំងអស់ហ្នឹងគឺយើងផ្ដោតទៅលើអតិថិជនគោលដៅរបស់យើងនៅក្នុងលក្ខណៈបែបណាដែរបងចានិយាយទៅសម្រាប់យើងក្នុងរយៈពេល20ឆ្នាំកន្លងមកនេះយើងគុតគង់សេវាអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនអញ្ចឹងពេលដែលដំណើរការប្រទេសយើងមានការអភិវឌ្ឍទៅវិស័យនេះមានការអភិវឌ្ឍជាងវិស័យនោះក្នុងឆ្នាំខុសគ្នាយើងមានភាពបត់បែនតាមនឹងចាតែបើសួរថាវិស័យណាដែលមើលតាមទិន្នន័យថយក្រោយវិញទៅយើងគុតគង់បានរៀងច្រើនជាងគេចុងចាំអាចនិយាយបានវិស័យប្រហែលជា3 4ដែលវិស័យទី1ហ្នឹងគឺខាងវិស័យឧស្សាហកម្មចាងពាក់ព័ន្ធនឹងindustrial ណាចែកតងផលិតកម្មហើយវិស័យលក់ដុំលក់រាយក៏ជាវិស័យធំមួយដែរដែលយើងផ្គត់ផ្គង់ចាហើយវិស័យមួយទៀតគឺវិស័យហិរញ្ញវត្ថុហើយចុងក្រោយគឺវិស័យអប់រំនិងបណ្ដុះបណ្ដាលចាហើយនេះក៏ជាវិស័យធំមួយចំនួនទេតែបើសួរថាអតិថិជនរបស់យើងជានរណាយើងអត់មានកំណត់ថាគោលដៅយើងតតែនេះបានយើងធ្វើទេនិយាយរួមគឺយើង support ឬក៏យើងផ្ដល់ជូនបានគ្រប់ហើយអតិថិជនណាក៏ដោយមិនថាតូចមិនថាធំក្នុងស្រុកឬក៏ក្រៅស្រុកគឺជាសិទ្ធិតែអតិថិជនដ៏សំខាន់សម្រាប់យើងចាដឹងគុណជានិច្ចសម្រាប់អតិថិជនដែលតែងតែបន្តហើយនឹងគ្រប់គ្រងចាអញ្ចឹងបើតាមស្ដាប់ប្រសាសន៍របស់បងមានថាគ្រប់គ្នាទាំងអស់បើសិនជាត្រូវការសេវាកម្មឬក៏បុគ្គលិកឆ្នើមក្នុងការបម្រើបំពេញកិច្ចការងារនៅក្នុងស្ថាប័នរបស់គាត់ឬក៏អាជីវកម្មរបស់គាត់គឺមាននៅ HR in ហើយស្រេចអញ្ចឹងអ្នកណាក៏ដោយឲ្យតែចូលមកគឺបានដូចគ្នាបានចាដូចបងមានប្រសាសន៍អំបញ្ញមិញគឺមានភាពបត់បែនទៅតាមតម្រូវការរបស់អតិថិជននីមួយៗចានៅក្នុងហ្នឹងចាស់ចំណែកទីផ្សារវិញបងទីផ្សារតើទីផ្សារក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុនរបស់បងតើយ៉ាងម៉េចមានភាពបត់បែនយ៉ាងម៉េចអីយ៉ាងម៉េចដែរបងអាចមានប្រសាសន៍បានចាសូមអរគុណហ្នឹងហើយប្រកាសណាយើងមិនអាចថាធ្វើតែរឿងដដែលបានលទ្ធផលដែលយើងចង់បានទេអញ្ចឹងកន្លងមកខ្ញុំនិយាយខាងដើមអញ្ចឹងគឺការនិយាយតគ្នាពីមាត់មួយទៅមាត់មួយអានឹងសឹងថាឈរលើភាគរយប្រហែលជាច្រើនដែរប្រហែលជា 50% នៅតែមានវត្តមានការនិយាយតគ្នាហ្នឹងនៅក្នុងជាលក្ខណៈទីផ្សាររបស់យើងអញ្ចឹងណាដែលនាំអតិថិជនមកប្រើសេវាកម្មពួកយើងក៏ប៉ុន្តែយើងក៏បានជំរុញបន្ថែមទៀតដែរនៅក្នុងការធ្វើទីផ្សារផ្នែក digital ហើយនឹងយើងក៏មានបណ្ដាញគេហៅថាម៉េចគេហៅទំព័រឬក៏នៅក្នុងបណ្ដាញសង្គមយើងដែលបូកសរុបទាំងអស់ទៅមានអ្នកចូលរួមតាមដានគ្រប់គ្រងហ្នឹងតែ 100000 អ្នកដែរអញ្ចឹងហ្នឹងហើយអញ្ចឹងអាហ្នឹងគឺយើងតែងតែចែករំលែកទៅដល់គាត់ថាឱកាសការងារខ្លះដែលយើងមានសេវាកម្មអីខ្លះដែលយើងកំពុងតែមានហើយនឹងមានថ្មីដែលគាត់អាចមើលឃើញពីការអភិវឌ្ឍរបស់សេវារបស់យើងបានចាហើយមួយវិញទៀតដែរតែយើងក៏មានគេហទំព័រការងារផ្ទាល់ខ្លួនរបស់យើងចាដែលហៅថា hrinjobs.com ចាគេហទំព័រនេះគឺជាកន្លែងមួយដែលអនុញ្ញាតឲ្យអ្នកស្វែងរកការងារទាំងអស់គ្រប់កម្រិតថ្នាក់គាត់អាចចូលមកប្រើក្នុងនាមជាចុះឈ្មោះដើម្បីស្វែងរកការងារហើយពេលដែលឃើញមានឱកាសការងារដែលផ្សព្វផ្សាយដោយបណ្ដាក្រុមហ៊ុនផ្សេងៗនៅលើគេហទំព័រនោះគាត់អាចធ្វើការដាក់ពាក្យដោយខ្លួនឯងមិនព្រួយសេវាយើងមួយទៀតគឺយើងជួយរកឲ្យអញ្ចឹងអានេះគឺជាជម្រើសមួយទៀតសម្រាប់គាត់ឲ្យកាន់តែលឿននិងឆាប់រហ័សឲ្យកាន់តែមានការខិតជិតចូលគ្នារវាងអ្នកស្វែងរកការងារហើយនិងអ្នកកំពុងតែរកបុគ្គលិកបើសិនជាអ្នកក្រុមហ៊ុនដែលគាត់មានកញ្ចប់ថវិកាក្នុងការប្រើសេវារបស់ពួកយើងក្នុងការរកបុគ្គលិកឲ្យគាត់អានឹងជាសេវាយើងមួយតែចំពោះក្រុមហ៊ុនដែលគាត់ថាគាត់មិនមានកញ្ចប់ថវិកាគ្រប់តំណែងដែលត្រូវប្រើសេវាជ្រើសរើសបុគ្គលិកទេអញ្ចឹងគាត់អាចមានជំរើសក្នុងការគ្រាន់តែផ្សព្វផ្សាយវាមានលក្ខណៈទូលំទូលាយដែរតែវាមិនឆ្លងកាត់ប្រព័ន្ធរបស់យើងក្នុងការចម្រាញ់ឲ្យគាត់មែនតែយើងជួយជំរុញឲ្យព័ត៌មានទាំងនោះ
រិចទៅដល់កាន់តែទូលំទូលាយកាន់តែទូលំទូលាយទៅកាន់អ្នកស្វែងរកការងារអញ្ចឹងគាត់អាចទទួលបានអត្ថប្រយោជន៍ដោយការទទួលយកការដាក់ពាក្យផ្ទាល់ពីអ្នកស្វែងការរកការងារនោះមកគាត់តែម្ដងហ្នឹងហើយចា៎មួយសំខាន់ណាស់ដោយសារក្នុងថ្ងៃនេះវត្តមានខ្ញុំថ្ងៃនេះនៅក្នុងស្ថានីយទូទួលរបស់សភាក៏មកពីខ្ញុំជាក្រុមហ៊ុនពួកខ្ញុំជាសមាជិករបស់សភាដែរអញ្ចឹងហ្នឹងហើយអញ្ចឹងប្រកាសណាស់បណ្ដាញសមាជិកសភាគឺសំខាន់យើងក៏ជាមានសមាជិកភាពនៅតាមសភាពាណិជ្ជកម្មផ្សេងមួយចំនួនដែលធំមានខ្លួននឹងសភារួមទាំងសភាពាណិជ្ជកម្មកម្ពុជាយើងផងដែរចាហ្នឹងហើយហើយជាចុងក្រោយគឺយើងចង់និយាយថាដូចពាក្យចាស់គេនិយាយថាយើងទៅលឿនយើងទៅម្នាក់ឯងតែបើយើងចង់ទៅឆ្ងាយយូរអង្វែងយើងទៅជាមួយក្រុមអញ្ចឹងយើងមានជាដៃគូអាជីវកម្មរបស់យើងដែលគាត់ជាអ្នកផ្ដល់សេវាកម្មខ្នាតអន្តរជាតិធំនៅក្រៅប្រទេសដែលគេសហការជាមួយយើងបើសិនជាក្នុងន័យថាគេមានតម្រូវការសេវានៅក្នុងប្រទេសកម្ពុជាឬក៏នៅក្នុងប្រទេសភូមាដែលទីនោះយើងមានស្នាក់ការស្រាប់អញ្ចឹងយើងធ្វើការសហការជាមួយគាត់ចឹងណាព្រោះគេអត់មានវត្តមានក្រុមហ៊ុននៅស្រុកយើងទាំងពីរនឹងទេភូមិហើយនឹងប្រទេសខ្មែរហ្នឹងហើយអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងមានការបញ្ជ្រាបសេវាកម្មហ្នឹងកាន់តែទូលំទូលាយទាំងក្នុងស្រុកហើយនិងទាំងក្រៅស្រុកចា៎ឃើញថាស្ដាប់ប្រសាសន៍របស់បងសុខាមកខ្ញុំនឹកឃើញថាមានមួយទៀតដែរក៏ប៉ិតបងអត់បានមានប្រសាសន៍ពីខាងដើមទេណាបងមានប្រសាសន៍ពីខាងដើមហ្នឹងគឺមានថាគ្រប់ជ្រុងជ្រោយទេប៉ុន្តែនៅក្នុងនេះមានថាក្រៅពីជ្រើសរើសសេវាកម្មរបស់បងបានភ្ជាប់ព័ត៌មានមួយទៀតគឺតាមរយៈ website មួយដែលនិយាយឲ្យត្រង់ទៅ20ឆ្នាំមុនក្នុងនោះក៏មាននាងខ្ញុំដែរខ្ញុំ search ដែរដូចគ្នាចាឧទាហរណ៍ថាឥឡូវ skill របស់នាងខ្ញុំហ្នឹងខាងផ្នែកមួយណាអញ្ចឹងខ្ញុំនឹងបាន search ទៅក្នុងហ្នឹងហើយការងារមានអីគេខ្លះអញ្ចឹងណាអញ្ចឹងបងបានភ្ជាប់ទៀតរវាងអ្នកដែលស្វែងរកការងារធ្វើនិងអ្នកដែលត្រូវធ្វើការងារចាអញ្ចឹងគឺបងបានភ្ជាប់កន្លែងមួយទៀតពិសេសមែនទែនចាក៏ពិតយើងត្រូវលើកពីខាងដើមប៉ុន្តែលើកនេះអត់អីទេបងបន្តទៀតឲ្យទៅពិសេសទៀតនៅក្នុងនោះនាងខ្ញុំចង់ឲ្យបងជួយជំរាបបន្តិចថាតើតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះចាហើយនឹងទៅអនាគតដែរនៅក្នុងនោះតើក្រុមហ៊ុន HR in Cambodia បានចូលរួមចំណែកអ្វីខ្លះនៅក្នុងសង្គមយើងហើយយើងនឹងត្រូវបត់បែនយ៉ាងម៉េចស្របទៅតាមបច្ចុប្បន្នភាពបច្ចុប្បន្នក៏ដូចជាអនាគតដែរបងចានិយាយរួមខ្ញុំធ្វើការនៅក្រុមហ៊ុននេះតាំងពីជាបុគ្គលិកឥឡូវយើងជាសហនាយិកាហើយជាចង់និយាយថាហេតុអីបានខ្ញុំធ្វើការយូរម៉េះគេថាសុខានៅនឹងឡើយ20ឆ្នាំហើយហ្នឹងហើយមានចំណុចទាក់ទាញអីខ្លះពេលដែលខ្ញុំសម្ភាសការងារជាមួយប្រធានរបស់ខ្ញុំដែលជាលោកស្រី Alessandra D'Amico ហ្នឹងខាងដើមហ្នឹងខ្ញុំគាត់តែដឹងថាការងារហ្នឹងគឺធ្វើការជាមួយមនុស្សហើយការងារហ្នឹងជួយរកការងារឲ្យគេគាត់តែប៉ុណ្្នឹងខ្ញុំមានអារម្មណ៍ថារំភើបមែនទែនហើយចង់និយាយថាខ្ញុំជំនាញខ្ញុំរៀនខាងបដិសណ្ឋារកិច្ចខ្ញុំរៀនខាងសេដ្ឋកិច្ចអាជីវកម្មខ្ញុំរៀនខាងភាសាបរទេសក៏ប៉ុន្តែខ្ញុំតែងតែគិតថាបើសិនជាការងារដែលខ្ញុំធ្វើអនាគតទៅមិនថាជាមុខរបរអីទេបើសិនជាអាចជួយគេបានចាមានអារម្មណ៍ថាមានមោទនភាពចាតែអញ្ចឹងទី1អ្វីដែលយើងចូលរួមក្នុងសង្គមហ្នឹងគឺរកការងារឲ្យពួកគាត់ហើយមិនត្រឹមតែយកទៅបោះតំណែងបន្តិចទេរកការងារឲ្យពួកគាត់ធ្វើនៅកន្លែងមួយដែលសមរម្យហើយឃើញថាគាត់អាចអភិវឌ្ឍខ្លួនគាត់នៅកន្លែងហ្នឹងយូរអង្វែងហើយគាត់អាចឈានទៅមកកម្រិតទៀតពេលដែលគាត់ចាប់ពីកន្លែងមួយទៅកន្លែងមួយតំណែងគាត់វិវត្តទៅមុខចាប្រសើរឡើងអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តមែនទែនហើយចំណូលជារឿងមួយក៏ប៉ុន្តែយល់បងយល់ឃើញអញ្ចឹងទៅមានអារម្មណ៍ថាការងារយើងមកចំណែកទៅតែមានអារម្មណ៍ថាវាសំខាន់ចាយល់បងសុខាដូចខ្ញុំដែរខ្ញុំធ្វើអីក៏ដោយទៅតាមគោលដៅរបស់យើងរឿងលុយហ្នឹងសំខាន់មួយណាប៉ុន្តែមួយទៀតទៅតាមជីវិតរបស់យើងហើយនៅពេលដែលយើងឃើញគេល្អនិយាយពីថាយើងបានធ្វើហើយបងអូយចេញមកអស់ហើយយល់មិនមែនសម្រាប់តែខ្លួនយើងទេប៉ុន្តែសម្រាប់សង្គមរបស់យើងព្រោះការចំនួនមុនពិបាកមែនណាបងឲ្យបុគ្គលិកចេញចូលទៅទូរ account នេះបើយើងនិយាយភាសាសាមញ្ញចាតិចបងបើសិនជានិយាយពីដំណើរការគាត់ទៅជួយគេយើងគិតថាយើងមានមោទនភាពតែគេខ្លះគេអត់សហការចាចប់បងមិនស្រួលទេហើយគាត់មកសម្ភារជួនកាលមិនមកឬក៏គាត់គិតថាយើងនឹងដូចថាមុនហ្នឹងហើយយើងត្រូវតែធ្វើការគាត់ឲ្យបានហ្នឹងហើយ anyway ចាហ្នឹងគឺសំខាន់មែនតើដែលខ្ញុំគិតថាខ្ញុំអត់ហត់ហើយនៅគិតឃើញដល់30ឆ្នាំ50ឆ្នាំទៀតចឹងណាចាគ្រាន់តែថាឈរជើងបានប៉ុណ្ណាយើងត្រូវតែមាន
ការកែច្នៃខ្ពស់តែប្រឌិតខ្ពស់ អូខេបង ចាហើយចំណែកឯចំណុចមួយទៀតគឺថ្មីនេះយើងមានសហការជាមួយនឹងក្រុមហ៊ុនមួយដែលគាត់ជំនាញមកពីប្រទេសសិង្ហបុរីចាគាត់នៅប្រទេសសិង្ហបុរីហើយយើងនៅប្រទេសខ្មែរតែយើងឃើញថាយើងមានគោលដៅរួមគឺចង់ធ្វើម៉េចឲ្យសង្គមការងារយើងនឹងមានលក្ខណៈសុខដុមរមនាខ្ញុំប្រាប់ពីនឹងចាស់ដោយសារឥឡូវនេះមានបរិយាកាសការងារដែលធ្វើឲ្យយើងនឹងមានភាពសុខស្មារតីច្រើនមិនថាយើងជាម្ចាស់អាជីវកម្មមិនថាយើងជាបុគ្គលិកថ្នាក់តូចមិនថាយើងជាអ្នកគ្រប់គ្រងគេក្នុងកណ្ដាលណាយើងមានអារម្មណ៍ថាសម្ពាធការងារសប្តាហ៍នេះគឺមានកំណើនខ្ពស់មិនដឹងថាមកពីអីប្រកបទេប្រហែលជាការរំពឹងទុករបស់យើងម្នាក់ៗនឹងខ្ពស់ជាងមុនភាពចង់បានចង់មានចង់ឆាប់ជោគជ័យឬក៏ផ្សេងភាពដែលចង់ឲ្យមានការគប់ចិត្តពីមនុស្សជុំវិញខ្លួនយើងហើយពេលខ្លះយើងព្យាយាមធ្វើខ្លាំងពេកបានន័យថាយើងព្យាយាមបំពេញអាតម្រូវការទាំងអស់នោះខ្លាំងពេកវាធ្វើឲ្យយើងបាត់បង់នៅមិនវិញបាត់បង់ខ្លួនឯងបន្តិចម្ដងថាតើអ្វីជាសារៈសំខាន់របស់ខ្លួនខ្ញុំជាខ្ញុំតាមពិតពេលដែលយើងបាត់បង់ទៅពេលដែលយើងព្យាយាមកាន់តែខ្លាំងលទ្ធផលអត់បានដូចចិត្តអញ្ចឹងតើអញ្ចឹងចាដូចថាយើងប្រឹងខ្លាំងពេកតើអញ្ចឹងវាធ្វើឲ្យបញ្ហាផ្នែកសុខុមាលភាពផ្លូវអារម្មណ៍គាត់នឹងមានការប៉ះទង្គិចហើយយើងអត់ទាន់ចាប់អារម្មណ៍ទេតែនៅប្រទេសគេមួយចំនួនគឺចាប់អារម្មណ៍ឃើញដូចជាអីគេរូបភាពនៃការសម្លាប់ខ្លួនឬក៏រូបភាពនៃការបោះបង់ហ្មងបោះបង់ឈប់ធ្វើអីទាំងអស់ហើយទទួលយកភាពឯកាមួយរបស់ខ្លួនឯងផ្ដាច់ខ្លួនពីសង្គមអាហ្នឹងគឺឃើញច្រើនតែយើងពេលដែលយើងចាប់ផ្ដើមសម្លឹងមើលកាន់តែជ្រៅយើងនឹងឃើញនៅមានវត្តមានទាំងអស់ហ្នឹងតែបើយើងមើលថាយើងគិតថាកន្លែងធ្វើការខ្ញុំបើសួរទៅដូចជាអត់ណែឃើញមានអ្នកណាអីផងនៅសើចលេងធម្មតាមួយគ្នាធ្វើការមួយគ្នាអញ្ចឹងណាតែតទៅពេលយើងដឹងក្នុងបរិយាកាសអ្នកដែលមានវិបត្តិហ្នឹងចាប់ផ្ដើមស្គាល់តាមពិតខ្ញុំអ្នកនេះខ្ញុំស្គាល់មិនដែលដឹងថាគាត់មានបញ្ហាហ្នឹងសោះតាមពិតគាត់មានបញ្ហាហើយគាត់គាត់យកឈ្នះបញ្ហានោះដោយរបៀប1 2 3អញ្ចឹងណាត្រឡប់មកវិញអ្វីដែលយើងនឹងផ្ដល់ជូនសង្គមថែមទៀតគឺសេវាមួយនេះតែយើងធ្វើលក្ខណៈជាបណ្ដុះបណ្ដាលឲ្យបុគ្គលដែលមានសក្តានុភាពខ្ពស់ហ្នឹងសក្តានុពលខ្ពស់ហ្នឹងគាត់ខ្លាចជាអ្នកសម្របសម្រួលបន្តសម្របសម្រួលអីគេគឺសម្របសម្រួលការសន្ទនាមួយដែលមានត្រង់ទ្រាយតូចត្រឹមតែ4 5នាក់ទេហើយធ្វើម៉េចឲ្យម្នាក់ហ្នឹងគាត់និយាយពាក្យក្នុងចិត្តដែលគាត់មានអារម្មណ៍ថាខ្ទាស់ក្នុងខ្លួនគាត់ដែលធ្វើឲ្យគាត់ពិបាកក្នុងការឈានទៅមុខទៀតក្នុងការសម្រេចផែនការផ្ទាល់ខ្លួនរបស់គាត់ផ្សេងហ្នឹងវាមានអីចំណុចមួយខ្ទាស់របស់គាត់ដែលគាត់មិនដឹងថាគួរចាប់ផ្ដើមពីណាគួរនិយាយជាមួយអ្នកណាគួរដោះស្រាយរបៀបម៉េចហើយគាត់ព្យាយាមលាក់បាំងពេលទៅកន្លែងធ្វើការគឺគាត់ប្រឹងធ្វើការតែគាត់មានអារម្មណ៍ថាវាធ្ងន់ទៅអញ្ចឹងហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងផ្ដល់វគ្គហ្នឹងរយៈពេល3ថ្ងៃឲ្យអ្នកដែលចាប់អារម្មណ៍ចង់ខ្លាយជាអ្នកសម្របសម្រួលហ្នឹងគាត់រៀនពេលហ្នឹងយើងនឹងបរៀនគាត់ថារបៀបយើងនេះជាអ្នកសម្របសម្រួលនេះរបៀបយើងស្ដាប់គេយ៉ាងម៉េចរបៀបយើងសួរគេយ៉ាងម៉េចរបៀបយើងស្ដាប់គេប្រកបដោយយកចិត្តទុកដាក់ចុងក្រោយគឺរបៀបយើងលើកទឹកចិត្តគេការលើកទឹកចិត្តមិនមែនបានថាតើបុគ្គលនឹងជោគជ័យបានយើងថាអូយប៉ាកែមែនធ្វើបានសម្រេចហើយយើងអាចលើកទឹកចិត្តបានគ្រប់ដំណើរការនៃការធ្វើការងាររបស់គាត់ទាំងអស់ដើម្បីរុញឲ្យគាត់បន្តិចទៀតឲ្យគាត់សម្រេចការងារនឹងព្រោះពេលយើងតែងតែមើលក្នុងរូបភាពអាចិត្តសម្រេចនឹងច្រើនតែមនុស្សបោះបង់ចោលគាត់មានអារម្មណ៍ថាគាត់ខ្វះនេះគាត់ស្ទើរនេះគាត់មិនទាន់ពេញចិត្តការងារខ្លួនឯងតើតើមានអ្នកជួយបន្ថែមបន្តិចរុញបន្តិចទៅគាត់ទៅដល់គោលដៅនឹងចាអញ្ចឹងក្រៅពីផ្ដល់វគ្គ training នេះព្រោះវគ្គ training នេះគឺសិក្ខាកាមគាត់ត្រូវបង់ថ្លៃចូលរួមរៀនអញ្ចឹងតែក្នុងន័យហ្នឹងយើងក៏មានវគ្គប្រចាំខែរបស់យើងមួយទៀតយើងផ្ដល់ដោយអត់គិតថ្លៃទេបានន័យថាឲ្យបុគ្គលទូទៅទាំងឡាយហ្នឹងគាត់ឆ្ងល់ថាអានឹងអីគេហ្មងអាគាំទ្រសុខុមាលភាពផ្លូវអារម្មណ៍ហ្នឹងអាម៉េចហើយបងឯងសួរគេយ៉ាងម៉េចនិយាយយ៉ាងម៉េចហើយគេបានប្រយោជន៍អីពេលដែលមកចូលរួមយើងផ្ដល់ជូនរាល់ខែហ្នឹងគឺវាមានធរៈវេលាកន្លះថ្ងៃតែ3ម៉ោងចុះគឺកន្លះថ្ងៃអញ្ចឹងណា
ចឹងយើងធ្វើពីច្រើនថ្ងៃសៅរ៍អញ្ចឹងយើងនឹងផ្សព្វផ្សាយទៅដុំទលាឥឡូវនឹងគ្រាន់តែថាវាទុំចាប់ផ្ដើមអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានជ្រួតជ្រាបដឹងតែបើសិនជាទស្សនាថ្ងៃនេះអាចថាចាប់ផ្ដើមដឹងហើយនឹងចាប់ផ្ដើមតាមដានលើ page ឬក៏ផ្លូវការរបស់ពួកយើងនៅតាមបណ្ដាសង្គមនឹងឃើញថាយើងធ្វើថ្ងៃណាខ្លះអញ្ចឹងគាត់មកហ្នឹងគឺយើងមានអ្នកដែលចូលរួមកន្លងមក100ជាងអ្នកហ្នឹងគាត់ផ្ដល់មតិយោបល់ល្អៗមែនតើដែលខ្ញុំរំភើបចិត្តខ្លាំងខ្ញុំថានេះគ្រាន់តែជាវគ្គដែលគាត់ឲ្យគាត់ដើម្បីមកទទួលបទពិសោធន៍តែគាត់បានកម្រិតនឹងទៅហើយអត្ថប្រយោជន៍អញ្ចឹងខ្ញុំពិតជាចង់ឃើញថាមានអ្នកដែលមានសក្តានុពលទាំងឡាយដែលគាត់អាចជាអ្នកសម្របសម្រួលបានណាអ្នកសម្របសម្រួលសក្តានុពលអីគេប្រហែលជាគាត់មានទស្សនវិស័យមួយដូចខ្ញុំលើកឡើងមិញអញ្ចឹងរៀងចូលអារម្មណ៍បន្តិចមុនហ្នឹងចង់និយាយថាចង់ជួយគេចង់ធ្វើឲ្យចង់ចូលរួមអីមួយយ៉ាងដើម្បីឲ្យមានការអភិវឌ្ឍនៅក្នុងសង្គមមានពីរនឹងបានហើយចាហើយគាត់អាចមានលក្ខណៈថាមានពេលវេលាដែរចង់និយាយថាមួយខែម្ដងពីរដងនេះគាត់អាចចូលរួមមកវគ្គអញ្ចឹងចំណាយពេលកន្លះថ្ងៃមួយថ្ងៃដើម្បីជួយគេអញ្ចឹងណាចាហើយវគ្គនេះចុងក្រោយទៅបើនិយាយពីរឿងអាជីវកម្មវិញណាវាអាចទៅទាំងផ្លូវពីរផ្ដល់ឲ្យដោយមិនគិតថ្លៃហើយមានវគ្គខ្លះផ្ដល់ឲ្យដោយគិតថ្លៃដើម្បីយើងទ្រទ្រង់អាជីវកម្មទៅមុខដើម្បីយើងអាចមានលទ្ធភាពធ្វើបានច្រើនជាងមុនទៀតអញ្ចឹងចាហ្នឹងហើយអញ្ចឹងបើបកស្រាយទៅត្រូវការពេលវេលាយូរក៏តែថ្ងៃនេះខ្ញុំសូមបើកទំព័រប៉ុណ្ណឹងហើយសង្ឃឹមថាមានចំណាប់អារម្មណ៍ដើម្បីចូលមើលបន្ថែមទៀតហ្នឹងចាអរគុណបងសុខាណាស់នៅក្នុងវគ្គនេះគឺគេហៅថាឆាដែរគឺប៉ះទង្គិចផ្លូវអារម្មណ៍ដែរចាពីព្រោះថាដូចបងមានប្រសាសន៍អញ្ចឹងការងារនៅពេលដែលយើងស្រឡាញ់ពេញចិត្តយើងបានជួយទៅដល់គេចាអ្នកខ្លះហ្នឹងវាថាខំប្រឹងរកការងារធ្វើបងនោះមិនដឹងទៅណាមកណីប៉ុន្តែដល់ពេលដែលយើងបានកន្លែងមួយនេះវាថា HR in Cambodia បានផ្ដល់នៅកន្លែងមួយគឺការងារឬក៏រកគាត់ហ្នឹងទៅ match ទៅបន្ស៊ីជាមួយនឹងក្រុមហ៊ុនណាដែលគាត់ត្រូវការក្នុងអាជីពរបស់គាត់សុបាយចិត្តទៅបងនោះចាការខិតខំប្រឹងប្រែងរបស់យើងការវាថាចំណាយពេលរបស់យើងគឺក៏អីរបស់យើងហ្នឹងគឺមានតម្លៃបងចាដូចបងមិញហ្នឹងអត់ហ៊ានយំទេគេnóiថាយំទាំងអស់គ្នាទស្សនិកជនដែលកំពុងតាមដានសនាហ្នឹងយំដែរអញ្ចឹងលួងចិត្តបងបន្តិចអីបន្តិចតែនៅក្នុងវគ្គនេះក៏សំខាន់មែនទែនគឺបងមានប្រសាសន៍ដូចមិញហ្នឹងបងថាឆាតរបស់យើងហ្នឹងគឺផ្លូវចិត្តផ្លូវអារម្មណ៍សំខាន់មែនទែនអញ្ចឹងនាងខ្ញុំសង្កេតឃើញថា HR in Cambodia នៅក្នុងកន្លែងនេះគឺចាប់យកបានមុនគេពីព្រោះវិជ្ជាឲ្យត្រង់ទៅនាងខ្ញុំក៏ធ្លាប់បានចូលរួមជាមួយនឹងកម្មវិធីសុខភាពផ្លូវចិត្តពិភពលោកដែលគាត់បង្ហាញថាយុវជនឬក៏មនុស្សយើងគឺមានសម្ពាធការងារខ្ពស់ចាដូចបងមានប្រសាសន៍មិញអញ្ចឹងចាអញ្ចឹងម្នាក់មិនដឹងថាតើសម្ពាធមកពីអីខ្លះទេអញ្ចឹងបងបានចាប់យកផ្នែកកន្លែងនេះមួយជាលក្ខណៈថាជាបេះដូងនៅក្នុងអាជីវកម្មរបស់គាត់ដែរណាចាអញ្ចឹងបើសិនជាគាត់មានចំណាប់អារម្មណ៍អីផ្សេងៗ Complete HR in Cambodia ចាទូរទស្សនិកជនជាទីមេត្រីនៅក្នុងវគ្គនេះគឺយើងបានចិញ្ច្រាំជាពិសេសក្នុងការចាប់យកបេះដូងហើយនឹងមួយទៀតហ្នឹងគឺវគ្គពិសេសនៅក្នុង HR in Cambodia នៅក្នុងវគ្គក្រោយកាន់តែពិសេសចាយើងនឹងផ្ដល់ជូននូវព័ត៌មានសំខាន់បន្ថែមទៀតដូច្នេះសូមជួបគ្នានៅវគ្គក្រោយជាវគ្គបញ្ចប់នៅក្នុងកម្មវិធីខណៈពេលនេះខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីចា